CPP ឬ White Crystal គឺជាហ្គេមម៉ូដមួយដែលខ្ញុំអត់ចេះលេងសោះហើយខ្ញុំនេះធ្លាប់បានចូលលេងក្នុង event បាត់ 10x ម្ដងដែរគឺគាត់បានដាក់ challenge ប្រកួតវាយគ្នាតែហ្គេមម៉ូដផ្សេងខ្ញុំចូលបានសោះតែចូលបានអា Crystal ឡើងវិញគីឡូជីមីហើយដាក់មកមួយទៀតហើយជើមីដាក់វិញហើយអូអត់ចង់ឲ្យមើលច្រើនទៀតទេដោយសារតែវាយសាហាវពេកគឺខ្លួនឯងថាលេង Crystal អត់បានអញ្ចឹងខ្ញុំក៏បានវឹកហាត់ក្នុងការលេង Crystal ឲ្យល្អជាងមុនហើយនេះគឺជាលទ្ធផលដែលខ្ញុំវឹកហាត់កន្លងមកនេះខ្ញុំអាចវាយបានបន្តិចហើយហើយមិនបាច់គិតក្នុងចិត្តថាជេមីហាត់មិនទឹកដៃនៅដូចអាចដែរអញ្ចឹងបើនិយាយទៅការវឹកហាត់របស់ខ្ញុំនឹងគឺមិនមែនវឹកហាត់តែខ្លះជាប្រូទេគ្រាន់ខ្ញុំវឹកហាត់ចង់ដឹងថា Crystal វាពិបាកលេងប៉ុណ្ណាហើយចង់ក្រោយខ្ញុំក៏ដឹងរបៀបក្នុងការលេង Crystal ហើយក៏យល់ថា Crystal គឺវាពិបាកលេងមែនទែនហើយនៅក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់អំពីរបៀបក្នុងការហាត់លេង Crystal របស់ខ្ញុំក៏ខ្ញុំចង់បង្ហាញទៅអ្នកដែលអត់ចេះលេង Crystal ដូចខ្ញុំដែរទៅឲ្យពួកគាត់អាចលេងបានហើយអធិស្ឋានទៅលើសលេងផងដោយសារឥឡូវនេះកំពុងតែឈឺអញ្ចឹងខ្ញុំគឺកំពុងតែថតវីដេអូទាំងនៅឈឺតែយើងកុំខ្វល់តើយើងចូលទៅវីដេអូទាំងអស់គ្នាហើយរបៀបដែលខ្ញុំហាត់សមក្នុងការលេង Crystal PVP គឺវាមានអីជំនួយថែមដែរអ្វីដែលខ្ញុំដាក់ជំនួយនោះគឺ mod គឺវាជាវត្ថុដ៏សំខាន់មួយដើម្បីជំនួយឲ្យ Crystal ហើយនិង Archer របស់ខ្ញុំកាន់តែលឿនហើយចង់ដឹងថា mod ទាំងអស់ហ្នឹងមានគេខ្លះខ្ញុំនឹងប្រាប់អំពី mod ដែលខ្ញុំដឹងហើយដែលខ្ញុំដាក់ដល់ឥឡូវហ្នឹងmod ទី1ដែលខ្ញុំប្រើនោះគឺ Malo Crystal Optimizer នេះគឺវាល្អមែនទែនដែលវាបានជំនួយ Crystal របស់យើងឲ្យកាន់តែលឿនតែអ្នកសង្កេតមើលបើសិនបើយើងអត់ប្រើ mod ហ្នឹងទេយើងអាចទៅ click Crystal មើលអញ្ចឹងល្បឿនរបស់វាគឺតិចមែនទែនហើយបើសិនបើយើងប្រើ mod នេះទៅគឺវាកាន់តែលឿនមូលហេតុគឺមិនមែនវាជា hack ទេដោយសារតែវា optimize Crystal របស់យើងកុំឲ្យ game របស់យើងវា lag ពេកអញ្ចឹងវាមិនដាល់ឲ្យ Crystal របស់យើងយឺតអញ្ចឹងនៅពេលដែលមាន optimize ហ្នឹងទៅវាធ្វើឲ្យ Crystal របស់យើងកាន់តែលឿនជាងមុនវាកាត់បន្ថយការ lag អញ្ចឹង Crystal យើងក៏ចេញលឿនដែរហើយ mod មួយទៀតនោះគឺ Hero Archer Optimizer វាក៏ជា mod optimizer ដូចគ្នាដែរគឺវា optimize ជាមួយនឹង Archer របស់យើងឲ្យកាន់តែ smooth ជាងមុនចឹងអ្នកនេះអាចប្រើប្រាស់វាបានប៉ុន្តែ server ខ្លះអាចនឹងអត់អនុញ្ញាតទេតែវាមិនជាច្រើនឯណាទេ server វាច្រើនគេអនុញ្ញាតឲ្យប្រើទាំងអស់ព្រោះតែវាជា mod optimize ចឹងក្រៅពី mod ទាំងអស់ហ្នឹងក៏យើងត្រូវការវឹកហាត់ដែរមិនមែនតែដាក់ mod ហ្នឹងហើយយើងអាចវាយគេបានទេបើយើងអត់ចេះក៏មកតែយើងលេងហេកអ្នកចង់វឹកហាត់គឺចង់ឯងតែយើងអត់មានកន្លែងក្នុងការវឹកហាត់ហើយកន្លែងវឹកហាត់គឺវាមានច្រើននៅតាម server ផ្សេងយើងអាចទៅ PVP មួយគេទៅវាយមួយមាត់ភ័ក្រយើងហើយយើងនឹង test skill ជាមួយនឹង mob អីផ្សេងទៀតបើមិនអញ្ចឹងទេអ្នកនេះអាចប្រើប្រាស់ map នេះបានហើយរបៀបក្នុងការដាក់ map ហ្នឹងអ្នកនេះអាចឆែកខ្លួនឯងបាននៅក្នុង YouTube គឺគេមានរបៀបក្នុងការដាក់ឯងហើយខ្ញុំអត់ចង់ជាជំរឿទៅលើ map ហ្នឹងទេហើយទាំងអស់នេះគឺជាសកម្មភាពដែលខ្ញុំកែប្រែពីការលេង Crystal ដូចអាចរបស់ខ្ញុំនេះមកឲ្យលេងបានល្មមក្នុងការ PVP បានប៉ុន្តែវាអត់ខ្លាំងទេល្មមក្នុងការ PVP បើវាយមួយគេគឺអត់ឈ្នះគេដែរអញ្ចឹង server ដែលខ្ញុំជ្រើសរើសយកមកវឹកហាត់នោះគឺ Master CPVP ក្នុង Master Slip យើងហ្នឹងហើយនេះគឺជា IP ក្នុង port អ្នកអាចចូលទៅតេស្តបានឬក៏ចូលទៅវឹកហាត់ដូចខ្ញុំមកហើយចូលមកដល់ឡើយហ្នឹងគឺអត់មាន kit ទេខ្ញុំ slash kit ដើម្បីជ្រើសរើស kitហើយចំណុចពិសេសក្នុងការវឹកហាត់ CPVP របស់យើងឲ្យកាន់តែខ្លាំងនោះគឺ keybind យើងអត់អាចលេងវាដោយការ scroll ក្នុង mouse របស់យើងមួយហ្នឹងទេដោយសារ item ក្នុង inventory របស់យើងវាច្រើនវាមានចំនួនរហូតដល់19នេះអញ្ចឹងយើងត្រូវការលេងនៅលើ keyboard ទាំងអស់បើយើង scroll ខុស item ហើយចឹងអ្វីដែលយើងគួរធ្វើនោះគឺយើងអាចទៅដូរ keybind បានអ្នកនេះអាចចូលដូរ keybind ក្នុង option control ហើយនៅ keybind នេះនៅពេលយើងចូលមកដល់ហ្នឹងហើយយើងនឹងឃើញកន្លែង inventory នេះអ្នកនេះអាចត្រេ keybind របស់យើងដែលយើងអាចត្រូវដៃយើងមកគឺរបស់ខ្ញុំប៉ុណ្នេះលេខ1ដល់លេខ4នេះដាក់ដដែលនៅក្នុង keyboard ដោយសារតែវាគៀកដៃរបស់ខ្ញុំលេខ5ខ្ញុំដាក់នៅ middle button គឺនៅចំណុចកណ្ដាលរបស់ mouse ហើយទី6នៅ button 4នេះគឺនៅអាចជាហៀង mouse របស់ខ្ញុំមួយនេះហើយ cap lock នេះខ្ញុំដាក់វានៅកន្លែងទី7គឺនៅគៀកដៃខ្ញុំដែរ cap lock ហើយលេខ8ខ្ញុំដាក់ O លេខ9ខ្ញុំដាក់ G តែប៉ុណ្្នឹង keybind ខ្ញុំគឺសាមញ្ញទេប៉ុន្តែតម្រាំតែខ្ញុំចេះលេង keybind ហ្នឹងគឺវាយូរដែរគឺខ្ញុំត្រូវការវឹកហាត់រហូតដើម្បីអាចប្រើប្រាស់នៅ keybind ទាំងអស់ហ្នឹងបានតែវាមិនអីទេដោយសារតែអ្វីទាំងអស់គឺអាចមកដោយយើងអត់វឹកហាត់រហូតទេបើយើងវឹកហាត់រហូតវានឹងចេះហើយជំហានដំបូងដែលខ្ញុំវឹកហាត់ក្នុងការ play crystal គឺខ្ញុំរៀនដាក់ crystal ហ្នឹងឲ្យលឿនគឺបែបនេះ obsidian ហើយនិង crystal ខ្ញុំអត់ត្រូវការប្របែកវាខ្ញុំត្រូវការវឹកហាត់ដាក់វាសិនចឹងដើម្បីលេង crystal បានយើងត្រូវយល់អំពី crystal ហើយនិង archer ជាមុនសិន crystal វាដើរនៅមក remake ទៅលើ mob ណាដែលនៅលើវាគឺអត់នៅក្រោមវាដូចខ្ញុំគឺពងនៅក្រោមវាចឹង damage ខ្ញុំក៏ទទួលបានតិចដែរប៉ុន្តែនៅពេលដែលយើងនៅលើវាបែបនេះមក block ហ្នឹងគឺស្មើវាចឹង damage របស់ខ្ញុំគឺនឹងខ្លាំងមែនទែនធ្វើឲ្យខ្ញុំបែកចូលធំហើយចំពោះ archer ក៏ដូចគ្នាដែរនៅលើមក block គឺវាអត់អាចស៊ី damage យើងខ្លាំងទេឃើញអត់វាអាចស៊ីដែរតែស៊ីបន្តិចប៉ុន្តែនៅស្មើវាគឺវាស៊ី damage ខ្ញុំស្ទើរតែផ្ទុះចូលធំ
Anchor វាដំណើរការនៅពេលដែលយើងដាក់ Anchor មកហើយដាក់ glowstone ហើយយើងយកអីទៅប៉ះវាក៏បានដែរកុំឲ្យតែដាក់ glowstone បន្ថែមទៀតអញ្ចឹងវានឹងផ្ទុះឯងប៉ុន្តែយើងធ្វើមិនដើម្បីកុំឲ្យទទួលរងនៅ damage របស់យើងអាចប្រើប្រាស់ Anchor glowstone ហើយនឹងដាក់ glowstone ពីមុខវាមក damage នឹងអត់ឈានមកដល់យើងឯងដូចចេះយើងអាចដាក់ Anchor ហើយនឹងទៅក្នុងមកចឹងនៅពេលដែលវាផ្ទុះ enemy របស់យើងនឹង pop ទៅតាមហ្នឹងចឹងនៅពេលដែល enemy យើងលើនៅលើបែបនេះយើងអាចប្រើ crystal ហើយផ្ទុះក្នុងក្រោមបានមកបាត់ចឹងបើសិន enemy នៅក្បែរយើងនេះនៅស្មាយើងគួរធ្វើមិនរបៀបដែលខ្ញុំក្នុងការកាត់នោះគឺខ្ញុំអាចប្រើដាវនេះដែលមាន knockback មួយដើម្បីវាយ enemy យើងហោះពួរបន្តិចមកហើយយើងអាចប្រើ crystal ដើម្បីបន្ទុះបានគឺបែបនេះដាក់ block មួយទៅចេះអញ្ចឹងបែបហ្នឹងហើយធ្វើឲ្យ enemy យើងអស់បន្តិចហើយឥឡូវយើងសាកអនុវត្ត crystal របស់យើងទាំងអស់គ្នាគេញ៉ាត់អាក្បាច់ដែលខ្ញុំវាយដើម្បីឲ្យ enemy ហោះហ្នឹងគឺវាបានផលមែនបាត់ចលេងមកមានរកកាត់ឡើងចត់មិនយ៉ាងលេខ5មួយទៀតយើងអាច counter enemy បានដោយការប្រើប្រាស់ potion weakness ដើម្បីកុំឲ្យគេ spam crystal កើតអូខេសកម្មភាពដវល់ក្នុងការលេង crystal របស់ខ្ញុំគឺមានប៉ុណ្្នឹងហើយខ្ញុំមិនចង់មកបរិញ្ញានេះទេព្រោះខ្ញុំអត់ចេះលេងដែរក៏ខ្ញុំចង់ប្រាប់ពីរបៀបក្នុងការរៀនលេងរបស់ខ្ញុំមកប៉ុណ្្នឹងដូចឈ្គូរដដែលយើងលេងវល់ហើយអរគុណវីដេអូខ្ញុំមានប៉ុណ្្នឹងជួបនៅពេលក្រោយបាយ